ខ្ញុំលើកឡើងពីម្សៅទឹកដោះគោដែលបងប្អូនជ្រើសរើសហើយបងប្អូនយកស្តង់ដាររបស់អាមេរិកឬក៏យកស្តង់ដាររបស់អឺរ៉ុបតែអត់យកស្តង់ដាររបស់អាស៊ីស្តង់ដារនេះខ្ញុំសម្ដៅថាបើសិនជាគេផលិតមកសម្រាប់កូនអាមេរិកគេកណនីជាមួយនឹងកម្ពស់របស់កូនគេទម្ងន់របស់កូនគេហើយនឹងតម្រូវការរបស់សហរដ្ឋអាមេរិកអញ្ចឹងវាអត់ដូចនៅអាស៊ីយើងទេសូម្បីតែមៀតយើងក៏អត់ដូចគេអញ្ចឹងការកណនីហ្នឹងគឺខុសគ្នាបើគេផលិតសម្រាប់ស្តង់ដារកូនអឺរ៉ុបគឺគេ set up សម្រាប់កូនអឺរ៉ុបបើអាមេរិកគឺគេ set up សម្រាប់អាមេរិកតែគេអត់ set up សម្រាប់នឹងកូនអាស៊ីទេក៏ប៉ុន្តែបើគេផលិតស្តង់ដារសម្រាប់នាំចូលមកលក់នៅអាស៊ីគេផលិតសម្រាប់កូនអាស៊ីអញ្ចឹងបងប្អូនត្រូវតែរើសយកប្រភេទដែលគេផលិតក្រុមហ៊ុនស្តង់ដារកូនអាស៊ីបានត្រូវដោយសារអាស៊ីគឺកម្ពស់កម្ពស់ខុសគ្នាអញ្ចឹងបងប្អូនត្រូវរើសបែបហ្នឹងឯងកុំរើសហើយទៅផ្ញើគេទិញពីអាមេរិកឬក៏ពីអឺរ៉ុបហ្នឹងយកមកប្រទេសខ្មែរយើងទាំងគេផលិតហ្នឹងមិនមែនស្តង់ដារកូនអាស៊ីទេអញ្ចឹងការរើសបែបហ្នឹងគឺខុសហើយអញ្ចឹងបងប្អូនប្រឈមមុខនឹងការដាច់ស្តុកទៀតដោយសារយើងទៅកំងអត់បានហើយដាក់រសជាតិហ្នឹងក៏ខុសគ្នាដែរអញ្ចឹងគេដាក់រសជាតិសម្រាប់កូនអាស៊ីគេដាក់អាស៊ីយើងចូលចិត្តចំណូលអីគេធ្វើតែសម្រាប់អាស៊ីដើម្បីគេផលិតរួមមួយអាស៊ីត្រូវការបើអឺរ៉ុបគេគិតស្តង់ដាររសជាតិផ្សេងហើយការផលិតផ្សេងហើយអាមេរិកក៏ដូចគ្នាដែរអញ្ចឹងបងប្អូនត្រូវតែរើសនៅក្នុងស្តង់ដារអាស៊ីដែលគេទទួលយកបានហើយផលិតសម្រាប់កូនអាស៊ីទៅត្រូវຂະຫນាតសម្រាប់ជាម្សៅទឹកដោះគោសម្រាប់គ្រប់គ្រងដល់កូននឹងឯង